រុស្ស៊ីដាក់លក្ខខណ្ឌ3ចំណុចបើចង់ឲ្យខ្លួនឈប់បាញ់បាត់ឈប់បាញ់នៅក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនកំពុងក្លាយជាប្រធានបទក្តៅជុំវិញពិភពលោកហើយអន្តរជាតិកំពុងរងចាំការសម្រេចចិត្តពីភាគីរុស្ស៊ីលើសំណើនេះក្រោយពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឯកភាពរួចទៅហើយយ៉ាងណាឥឡូវនេះទីក្រុងមូស្គូបានបញ្ជាក់ច្បាស់អំពីលក្ខខណ្ឌ3ចំណុចបើធ្វើបាននោះខ្លួននឹងយល់ព្រមលើបាត់ឈប់បាញ់បើយោងតាមប្រភពពីរដ្ឋាភិបាលទីក្រុងមូស្គូត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃប្រហ័សទី13ខែមីនាឆ្នាំ2025ថាលក្ខខណ្ឌ3ចំណុចដែលរុស្ស៊ីដាក់នោះមានដូចជាទី1គ្មានសមាជិក NATO សម្រាប់អ៊ុយក្រែនទី2ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថាគ្មានការដាក់ទ័ពបរទេសលើទឹកដីអ៊ុយក្រែនទី3ត្រូវតែមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិចំពោះតំបន់គ្រីមៀនិងទឹកដី4កន្លែងទៀតដែលរុស្ស៊ីកាន់កាប់យកពីអ៊ុយក្រែននេះមិនមែនជារឿងថ្មីទេសម្រាប់រុស្ស៊ីដាក់លក្ខខណ្ឌបែបនេះពលគឺចាប់តាំងពីដំបូងមកម្លេះដែលទីក្រុងមូស្គូទាមទារដដែលពិសេសគឺឲ្យអ៊ុយក្រែនឈប់ស្រមៃនិងបោះចោលគំនិតខ្លាយជាសមាជិកអង្គការ NATO ទៅទោះជាយ៉ាងណាក៏ដោយជំវិញការទាមទារ3ខាងលើនេះគេមិនទាន់ឃើញមានប្រតិកម្មពីសំណាក់សហរដ្ឋអាមេរិកឬភាគីអ៊ុយក្រែនក៏ប៉ុន្តែបើយោងតាមព័ត៌មានចុងក្រោយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយដោយពំនាំជាមួយនឹងសំណើប័ណ្ណឈប់បាញ់ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីទីក្រុងមូស្គូមុននេះដែរលោក Zelensky បានផ្ដាំទៅសម្ព័ន្ធមិត្តអន្តរជាតិរួចទៅហើយថាប្រយ័ត្នចាញ់បោកពូទីនរឿងប័ណ្ណឈប់បាញ់នេះព្រោះរុស្ស៊ីនឹងមិនឈប់ប្រយុទ្ធឡើយគូជម្រាបថាសំណើប័ណ្ណឈប់បាញ់រយៈពេល30ថ្ងៃត្រូវបានបង្ហាញកំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែនជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតនៅកាលពីថ្ងៃទី11ខែមីនាដោយប្រមុខរដ្ឋាភិបាលទីក្រុងគីវបានឯកភាពរួចទៅហើយដោយរងចាំតែភាគីរុស្ស៊ីតែប៉ុណ្ណោះ